សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report income statement for state ដំបូងឡើយយើងចូលទៅលើ menu report បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការ click ទៅលើ report income statement for state ហើយយើងអាចចូលទៅកាន់ទីម្យ៉ាងទៀតគឺយើងចូលទៅកាន់ menu accounting បន្ទាប់មកយើងចូលទៅកាន់ report accounting ហើយយើងធ្វើការ click ទៅលើ income statement for state ដែលនៅខាងក្រោមឥឡូវនេះយើងចូលមកដល់ report មួយនេះហើយដើម្បី search គឺយើងអាច search បានតាមរយៈថ្ងៃចាប់ផ្ដើមហើយយើងអាច search តាមរយៈថ្ងៃបញ្ចប់ហើយយើងអាច search តាមរយៈសាខាណាមួយបន្ទាប់មកយើងធ្វើការចុចលើប៊ូតុង search ហើយវានឹងបង្ហាញយីសារដែលនៅខាងក្រោមនេះបន្ទាប់មកយើងអាចធ្វើការ print ទៅលើ report មួយនេះបានដោយយើងគ្រាន់តែ click ទៅលើប៊ូតុង print